ត្រៀមទទួលសំណាងបងប្អូនដែលកើតនៅក្នុងឆ្នាំរកាឆ្នាំចឆ្នាំកុរនៅក្នុងខែ6នេះបងប្អូនដឹងឬទេថានៅក្នុងខែ6នេះបងប្អូនដែលកើតនៅក្នុងឆ្នាំទាំង3ដែលអ្នកគ្រូលើកឡើងនេះគឺសុទ្ធសឹងតែមានលៀបទាំងអស់ចាចូលមកដល់បងប្អូនដែលកើតនៅក្នុងឆ្នាំរកាមុនគេណាអ្នកដែលកើតនៅក្នុងឆ្នាំរកាបើនិយាយអំពីដួងចតារាសីនៅក្នុងខែ6រាប់ថាល្អមធ្យមអូខេក៏ប៉ុន្តែអ្នកដែលកើតឆ្នាំរកានៅក្នុងខែ6បើសិនជាឡើងនឹងឡើងយ៉ាងខ្លាំងបើរកបានគឺរកបានដូចទឹកបាក់ទំនប់ចាគឺដំណើរនៃលៀបដំណើរនៃលុយដំណើរនៃសំណាងនឹងហូរចូលមកជាបន្តបន្ទាប់ហើយបើសិនជាបងប្អូនជាអ្នករកស៊ីវិញកាន់តែអែមចាលៀបចៃសំណាងគឺមកទាំងភ្ញៀវចាស់ទាំងភ្ញៀវថ្មីគឺស្រូបចូលមកទាំងអស់បញ្ហាតែមួយគត់នោះគឺនៅក្នុងខែ6នេះគឺជាខែមួយដែលបងប្អូនកើតឆ្នាំរកាទាំងអស់អ្នកគ្រូ recommend ឲ្យបងប្អូនរំដោះគ្រោះគឺជាការរំដោះគ្រោះពាក់កណ្ដាលឆ្នាំ2026ចាបងប្អូនទោះបីដែលយើងមិនគិតថាយើងឆុងក៏ដោយយើងល្អក៏ដោយក៏គួរតែរំដោះគ្រោះដែរគឺដើម្បីបច្ចេកនៃគ្រោះចង្រៃឧបទ្រពទាំងអបាលមានពីដើមឆ្នាំឲ្យទៅឲ្យអស់ឲ្យចាប់ពីពាក់កណ្ដាលឆ្នាំទៅលៀបសំណាងហូរចូលមករហូតបងប្អូនបើសិនជាបងប្អូនសម្គាល់ឃើញខ្លួនឯងថាចូលខែ6យើងមានអារម្មណ៍តានតឹងហើយអាសាឈឺត្រូវតែចាំបាច់រំដោះគ្រោះបើសិនជាបងប្អូនកើតនៅក្នុងឆ្នាំរកាតែជាគោលនៅក្នុងខែ6ជាខែនៃលៀបសំណាងរបស់បងប្អូនហើយបងប្អូនដែលជាអ្នកធ្វើការវិញចានៅក្នុងឆ្នាំរកាក៏ល្អដែរបងប្អូនខិតខំទៅព្រោះនឹងមានគេមើលឃើញអំពីការខិតខំរបស់បងប្អូនបើទោះបីជាមានគេចំណែនចង់ធ្វើបាបបងប្អូនក៏គេធ្វើឲ្យយើងអត់កើតដែរបានត្រឹមចំណែនបានតែត្រឹមចានិយាយមិនល្អពីក្រោយខ្នងយើងតែប៉ុណ្ណោះអូខេចំពោះរឿងស្នេហានៅក្នុងខែ6បងប្អូនកើតឆ្នាំរកាតាមពិតចិត្តត្រជាក់ព្យាយាមជជែកគ្នាឲ្យល្អទៅនឹងមានភាពផ្អែមល្ហែមនឹងគ្នាច្រើនតែប៉ុន្តែនៅក្នុងឆ្នាំ2026ចាប់ពីខែ6ឡើងទៅឆ្នាំរកាមានពលិល្អបើចង់បើកចិត្តបើកបេះដូងឲ្យមានគូសកលឲ្យមានអីឬក៏ចង់មានសង្ស័យជើងលេខអាចមានចាអ្នកដែលមានគូហើយក៏ល្អដែរព្រោះមានដួងចតាដែលអាចយោងគ្នាបានណាបើសិនជាមានភាគីណាមួយដែលធ្លាក់ភាគីមួយទៀតយោងអញ្ចឹងឲ្យងើបទាំងអស់គ្នារួចអូខេក៏ប៉ុន្តែប្រយ័ត្នប្រយែងព្រោះនៅក្នុងជើងលេខបងប្អូនកើតឆ្នាំរកាលៀបសំណាងហូរចូលមកច្រើនមែនតែចេញក៏ចេញច្រើនដែរព្រោះបើសិនជាមិនព្យាយាមទប់ទេនឹងមានចំណាយធំកើតឡើងរឿយភាគច្រើនគឺកើតឡើងដោយសារតែការជួយយកអាសាញាតិមិត្តឬក៏អ្នកផ្ទះឈឺឬក៏អីមួយទេដែលធ្វើឲ្យចំណាយចាមិនមែនជាការចំណាយឥតប្រយោជន៍ឡើយមួយវិញទៀតទឿនឲ្យប្រយ័ត្នអ្នកដែលកើតនៅក្នុងឆ្នាំរកានៅក្នុងខែ6នេះជើងលេខអាចមានគេមកបោកប្រាស់អញ្ចឹងហើយគឺត្រូវប្រយ័ត្នមែនតើនេះជាមូលហេតុដែលអ្នកគ្រូថាបើសិនជាអាចទោះបីយើងឃើញថាខ្លួនឯងល្អក៏ដោយក៏គួរតែធ្វើកិច្ចនៅក្នុងការបច្ចេកគ្រោះបច្ចេកចង្រៃទុកមុនហើយបើកពលឺសុំលៀបសុំសំណាងឲ្យខ្លួនឯងដូចគ្នាអូខេចាចូលមកដល់បងប្អូនដែលកើតនៅក្នុងឆ្នាំចបងប្អូនដែលកើតនៅក្នុងឆ្នាំចនៅក្នុងខែ6បងប្អូនអ្នកគ្រូឃើញថាជាខែមួយដែលល្អមិនថាជាអ្នករកស៊ីឬក៏អ្នកធ្វើការទេក៏ប៉ុន្តែបើជាអ្នករកស៊ីគឺល្អខ្លាំងបើសិនជាអ្នករកស៊ីដែលកើតនៅក្នុងឆ្នាំចជើងលេខអ្នករកស៊ីដែលកើតនៅក្នុងឆ្នាំចទោះបីអត់ប៉ុណ្ណាក៏មានដំណើរលៀបជ័យលប៉ិលប៉លេពេលប៉ចូលមកមិនដាច់មានន័យថាមិនឲ្យយើងសូន្យទេក៏ប៉ុន្តែយើងអត់បានអាសំណាងធំដូចយើងប្រាថ្នាអញ្ចឹងក៏រាប់ថាជារឿងល្អដែរព្រោះបញ្ហាអីក៏ដោយដែលកើតឡើងនៅក្នុងខែ6នេះអ្នកកើតឆ្នាំចគឺដោះស្រាយបានទាំងអស់គួរប្រយ័ត្នតែរឿងមួយទេគឺរឿងគិតច្រើនស្មុគស្មាញច្រើនចំពោះរឿងដែលមិនទាន់កើតឬក៏រឿងអ្វីមួយដែលយើងគិតថាវាអត់ប្រយោជន៍ទៅលាក់ចោលភ្លាមចាប់តាំងគោលដៅឲ្យល្អនឹងមានវិស័យនឹងមានសំណាងហូរចូលមកច្រើន comment លេខចា59សម្រាប់អ្នកកើតឆ្នាំចសូមឲ្យមានលៀបជ័យនិងសំណាងធំឯអ្នកឆ្នាំលកាវិញ comment លេខ77ដើម្បីឲ្យមានដួងចតាខ្ពស់ផុតអំពីគ្រោះទាំងឡាយហើយមានលៀបចូលឆាប់ដល់គ្រូបន្តមកដល់បងប្អូនដែលកើតនៅក្នុងឆ្នាំចដដែលអ្នកគ្រូបញ្ជាក់បន្តិចទៀតចំពោះរឿងលៀបជ័យចាគឺបងប្អូនមានដំណើរនៃលៀបក៏ប៉ុន្តែនៅក្នុង
ខែ6បងប្អូនដែលកើតនៅក្នុងឆ្នាំចប្រយ័ត្នប្រយែងរឿងជំងឺដោយសារជើងលេខបងប្អូនភាគច្រើនគឺប៉ះទង្គិចលើរឿងជំងឺចាជំងឺហ្នឹងមានន័យថាបើសិនជាបងប្អូននៅក្នុងផ្ទះមានអ្នកណាមួយដែលកើតនៅក្នុងឆ្នាំចប្រយ័ត្នប្រយែងរឿងគ្រោះថ្នាក់ចៃដន្យដូចជាការដួលត្រិចអីចឹងណាធ្វើឲ្យបង្កទៅជាជំងឺឬហានិភ័យសម្រាប់មនុស្សចាស់ជាពិសេសចាប់ពីវ័យ50អីឡើងទៅគឺត្រូវប្រយ័ត្នជាពិសេសសម្រាប់បងប្អូនដែលកើតនៅក្នុងឆ្នាំចក៏ប៉ុន្តែបើសិនជាយើងគ្រប់គ្រងបានខ្ញុំប្រាប់លុយសំណាងលៀបចៃទាំងអបាលបានទោះបីបានមកដោយមតមនាដោយសន្សំក៏ដោយក៏រាប់ថាគុំនៅនឹងណូដែរក៏ប៉ុន្តែបើសិនជាមានជើងលេខជំងឺចូលទៅក្នុងគ្រួសារយើងអាចនឹងធ្វើឲ្យយើងចំណាយដោយអត់ដឹងមុខអញ្ចឹងកន្លែងហ្នឹងរៀងទុកបន្តិចណាចាចូលមកដល់បងប្អូនដែលកើតនៅក្នុងឆ្នាំកុរចាបងប្អូនដែលកើតនៅក្នុងឆ្នាំកុរតាមពិតឆ្នាំកុរនៅក្នុងខែ6នេះរាប់ថាជាខែដែលមានសំណាងលើរឿងស្នេហាអ្នកណាដែលធ្វើកិច្ចចង់បានគូឬក៏សុំពលឺគូឬក៏សុំភាពផ្អែមល្ហែមនៅលើគូអីខែ6នឹងជាខែល្អមែនទែនសម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំកុរសម្រាប់អ្នកនៅលាវឯអ្នកដែលមានចាគ្រួសារហើយប្រាថ្នាចង់បានកូនចៅអីក៏រាប់ថាជារឿងដែលមានពលឺល្អដូចគ្នាព្រោះខែ6មានពលឺល្អសម្រាប់រឿងស្នេហាសម្រាប់អ្នកកើតឆ្នាំកុរជាអ្នករកស៊ីនៅក្នុងចាខែ6នេះបើធៀបនឹងអ្នកធ្វើការអ្នកដែលធ្វើការកើតឆ្នាំកុរល្អជាងព្រោះជាខែដែលមានមុនស្នេហ៍ធ្វើឲ្យគេអាណិតស្រឡាញ់ហើយជើងលេខអាចទទួលបានឱកាសចាការលើកតម្កើងពីអ្នកមានឋានៈអ្នកមានបុណ្យស័ក្តិឬក៏មេកាយរបស់យើងឲ្យយើងអាចឡើងខ្ពស់ជាងនឹងទៅថ្ងៃមុខព្រោះឥឡូវហ្នឹងគេកំពុងសម្លឹងឃើញយើងហើយឲ្យតែយើងបន្តធ្វើល្អនឹងមានសំណាងផ្លែកអីតែអ្នករកស៊ីទេបើសិនជាបងប្អូនកើតនៅក្នុងឆ្នាំកុរខ្ញុំប្រាប់នៅក្នុងខែ6នេះបងប្អូនជាអ្នករកស៊ីកើតឆ្នាំកុរដែលរកស៊ីតាមតូបចាឬក៏មានជាកន្លែងលក់ដូររកស៊ីបងប្អូនតាមប្រយ័ត្នអាសាឆែកមើលខ្លួនឯងតើខ្លួនឯងតែស្ងាត់ភ្ញៀវជាពិសេសអត់ឬក៏សម្គាល់មើលមានអ្នកណាយករបស់អីឬក៏យកអីមកដាក់នៅតូបយើងធ្វើឲ្យបិទមុខស្ងាត់ភ្ញៀវអាហ្នឹងសិតតែជារឿងដែលត្រូវដោះស្រាយក៏ប៉ុន្តែបើសិនជាបងប្អូនជាអ្នករកស៊ីលក់តាមអនឡាញវិញអាហ្នឹងអត់សូវអីទេខំផ្សព្វផ្សាយខំប្រម៉ូទដួងចិត្តតានឹងរុញនៅសំណាងមកឲ្យតែអ្នកដែលរកស៊ីតាមតូបឬក៏ហាងឬក៏អីនឹងត្រូវប្រយ័ត្នជាងគេដោយសារលេខនៃការឆ្នាំកុរនៅក្នុងខែ6ហ្នឹងនឹងមានគ្រោះដោយសារគេមកឈ្នាននេះដល់កន្លែងមានន័យថាជាបងប្អូនសំតសុខខំប្រឹងតែលក់ទេក៏ប៉ុន្តែគឺគេមកឈ្នាននេះដល់កន្លែងយើងតែម្ដងឬក៏មកធ្វើអំពើដាក់យើងតែម្ដងទោះបីយើងមិនដែលមានគំនុំអីនឹងគេក៏ដោយអញ្ចឹងត្រង់ចំណុចនេះបងប្អូនដែលកើតនៅក្នុងឆ្នាំក៏ត្រូវប្រយ័ត្នព្រោះខែនេះអាលៀបចូលក៏ចូលចាអាមនុស្សចំណែនចាំខំចាំជន់យើងក៏ចាំអញ្ចឹងត្រូវប្រយ័ត្នឲ្យខ្លាំងនៅក្នុងខែ6អញ្ចឹងហើយបងប្អូនទាំងអស់គ្នាតាមពិតទៅយើងទាំងអស់គ្នាត្រូវតែការពារខ្លួនឲ្យបានល្អចាអ្នកគ្រូលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាចា recommend ឲ្យបងប្អូនដែលកើតនៅក្នុងឆ្នាំកុរចាដែលបើកតូបរកស៊ីលក់ដូរនៅផ្សារក្តីឬក៏ជាហាងក្តីជាវរូបជ្រូកទេពដាក់នៅក្នុងតូបដើម្បីសង្កត់តូបយើងការពារអំពើមុនខ្មៅជួយនាំលាភសំណាងនិងជួយនាំមហាស្នេហ៍និងមហាលាភនិងជួយបញ្ជៀសគ្រោះឆងចៃដន្យឲ្យបងប្អូនទាំងអស់គ្នាចាគឺល្អនិងស័ក្តិសមមែនទែនសម្រាប់បងប្អូនដែលកើតនៅក្នុងឆ្នាំចនិងឆ្នាំលកាក៏ដូចគ្នាបងប្អូនចង់ជឿជាសត្វទេពដាក់នៅកន្លែងធ្វើការឬក៏នៅក្នុងផ្ទះក៏ជួយបញ្ជៀសគ្រោះនិងលើករាសីយើងជាម្ចាស់ផ្ទះផងដែរចាហើយក្នុងករណីដែលបងប្អូនគ្រាន់តែចង់ការពារខ្លួនទូទៅបងប្អូនក៏អាចជឿជាយន្តព្រះអង្គវេស្សវណ្ណឬក៏ពាក់ខ្សែដៃពីរសៀវ5ទៀតដូចអ្នកគ្រូអញ្ចឹងដើម្បីជួយការពារអំពីអំពើមុនខ្មៅជួយនាំលាភនាំសំណាងអីអញ្ចឹងព្រោះយើងមិនដឹងទេថាអ្នកណាគេស្អប់ឬក៏អ្នកណាគេស្រឡាញ់យើងចាំចាក់យើងពីខ្នងសំខាន់យើងការពារខ្លួនយើងឲ្យរាសីយើងខ្ពស់មានគេអាណិតមេត្តាយើងគេលើកយើងឡើងឲ្យបានខ្ពង់ខ្ពស់អាហ្នឹងគឺជារឿងដែលចាំបាច់ចាចំពោះបងប្អូនដែលចង់ជាវត្ថុមង្គលជាស័ព្ទប្រចាំឆ្នាំទាំង12ដើម្បីកាយឆុងឬក៏ជាខ្សែដៃ5ធាតុដោយអ្នកគ្រូកំពុងតែពាក់នេះឬក៏ចង់ជាយន្តផ្សេងបងប្អូនអាចទាក់ទងមកអ្នកគ្រូតាមរយៈ Telegram លេខ069 61 51 59ឬក៏ឆាតមកចូល account Facebook អ្នកគ្រូផ្ទាល់ក៏បានដែរ account ឈ្មោះ Bipingly
បញ្ជាក់ណាបងប្អូនរាល់វត្ថុមង្គលឬក៏សត្វទេពនិងវត្ថុទាំងឡាយដែលបងប្អូនជាវពីអ្នកគ្រូទៅនឹងមានការធ្វើកិច្ចអភិសេកឬក៏ប្រសិទ្ធិជាពិសេសទៅតាមឈ្មោះនិងលេខអត្តខែឆ្នាំរបស់បងប្អូនដើម្បីឲ្យកាន់តែមានឫទ្ធិពូកែស័ក្តិសិទ្ធិណាហើយមួយវិញទៀតបងប្អូនក៏អាចតាក់ទងមកអ្នកគ្រូដើម្បីរកអ្នកគ្រូទស្សទាយធ្វើកិច្ចលើកជាអូនកាយរាសីកាយឆុងឬក៏ធ្វើកិច្ចដាក់អំពើបើកមុខបើករកស៊ីឬក៏ដាក់អំពើដើម្បីឲ្យជាពីជំងឺផ្សេងៗបងប្អូនក៏អាចតាក់ទងមកអ្នកគ្រូបានដូចគ្នាណា